កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់សកម្មភាពយោធានៅក្បែរប្រាសាទព្រះវិហារក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី48នៅកូរ៉េខាងត្បូងសានកូរ៉េខាងត្បូងក្នុងកិច្ចប្រជុំលើកទី48នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក World Heritage Committee របស់អង្គការ UNESCO ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី19ដល់ថ្ងៃទី29ខែកក្កដាឆ្នាំ2026នៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងគណៈប្រតិភូកម្ពុជាដឹកនាំដោយលោកស្រីបណ្ឌិតភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តគាំទ្រការការពារនិងអភិរក្សប្រាសាទព្រះវិហារព្រមទាំងស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពយោធានៅតំបន់ជាប់បេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំកាលពីថ្ងៃទី22ខែកក្កដាលោកស្រីរដ្ឋមន្ត្រីបានលើកឡើងថាការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជាថៃកាលពីឆ្នាំ2025បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារនិងប៉ះពាល់ដល់តម្លៃសកលដ៏លេចធ្លោភាពដើមនិងភាពពេញលេញរបស់បេតិកភណ្ឌពិភពលោកលោកស្រីក៏បានថ្លែងអំណរគុណដល់ UNESCO មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិង ICOMOO ដែលបានបញ្ជូនបេសកកម្មបច្ចេកទេសមកវាយតម្លៃការខូចខាតកាលពីខែមីនាឆ្នាំ2026កម្ពុជាបានស្នើឲ្យ UNESCO និងសហគមន៍អន្តរជាតិបន្តតាមដានស្ថានភាពនៅតំបន់ប្រាសាទព្រះវិហារនិងជំរុញឲ្យមានការអនុវត្តវិធានការចាំបាច់ដើម្បីការពារបេតិកភណ្ឌពិភពលោកពីហានិភ័យដែលអាចបង្កឡើងដោយសកម្មភាពយោធានៅតំបន់ជាប់ព្រំដែនប្រាសាទព្រះវិហារត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ហើយជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាសកលរបស់មនុស្សជាតិសូមចូលទៅកាន់គេហទំព័រ freenewscambod.com ដើម្បីអានព័ត៌មានថ្មីៗរហ័សច្បាស់លាស់និងទាន់ហេតុការណ៍ពី SR News